លោកស្រីត្រូវទស្សនិកជនជាទីគោរពជាបន្តសម្រាប់តាមដានទស្សនាព័ត៌មានរបស់ទូរកម្ពុជាសម្ដេចកតេប្របណ្ឌិតអញ្ជើញសួរសុខទុក្ខនិងចែកអំណោយដល់កុមារកំព្រានៅក្នុងមជ្ឈមណ្ឌលលើស្ទួយប្រជាប្រដ្ឋមណ្ឌលស្ទឹងមានជ័យក្នុងមនោសញ្ចេតនាអាណិតស្រឡាញ់និងជួយសម្រាលនៅទុក្ខលំបាកចំពោះក្មួយជាកុមារកំព្រាអតីតកុមារប្រកបរបររើសសម្រាមនិងសិស្សក្រីក្រដែលកំពុងរស់នៅក្រោមការគ្រប់គ្រងរបស់អង្គការលើកស្ទួយប្រជាប្រដ្ឋទាំង3សាខាក្នុងរាជធានីភ្នំពេញនៅព្រឹកថ្ងៃទី29ខែវិច្ឆិកាឆ្នាំ2014សម្ដេចកតេប្របណ្ឌិតប៊ុរនីហ៊ុនសែនប្រធានកាកបាទក្រហមកម្ពុជាអមដំណើរដោយលោកជំទាវអានីសុកអានលោកជំទាវជើងសុភាពអនុប្រធានកាកបាទក្រហមកម្ពុជាព្រមទាំងលោកជំទាវជាភរិយាអិសរាជជនថ្នាក់ដឹកនាំជាច្រើនរូបទៀតបានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខនិងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជាទៅផ្ដល់ឲ្យកុមារកំព្រាសិស្សក្រីក្រសរុបចំនួន1313នាក់និងបុគ្គលិកចំនួន64នាក់ដែលកំពុងបម្រើការងារនិងរស់នៅក្នុងមណ្ឌលទាំង3របស់អង្គការលើកស្ទួយប្រជាប្រដ្ឋដែលពិធីសំណេះសំណាលនេះបានប្រពៃធ្វើនៅមណ្ឌលអង្គការលើកស្ទួយប្រជាប្រដ្ឋសាខាស្ទឹងមានជ័យដែលមានទីតាំងក្នុងសង្កាត់ស្ទឹងមានជ័យខណ្ឌមានជ័យរាជធានីភ្នំពេញវត្តមានចូលរួមក្នុងពិធីនេះដែរមានឯកឧត្តមប៉ាសុជាតិវង្សអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញនិងលោកជំទាវឯកឧត្តមលោកជំទាវជាសមាជិកសមាជិកាព្រឹទ្ធសភារដ្ឋសភាលោកអភិបាលខណ្ឌមានជ័យនិងមន្ត្រីអ្នកមុខនេការជាច្រើនរូបទៀតតាមប្រសាសន៍របស់លោកស្រីនួនភិមានប្រធានអង្គការលើកស្ទួយប្រជាប្រដ្ឋបានឲ្យដឹងថាអង្គការរបស់លោកស្រីបានបង្កើតឡើងនៅឆ្នាំ2002ក្នុងគោលបំណងជួយដល់កុមារក្នុងសហគមន៍ក្រីក្របំផុតដោយផ្ដោតលើកុមារីក្មេងកំព្រាកុមាររស់នៅតាមចិញ្ចើមថ្នល់កុមារដើររើសសម្រាមនិងយុវជនក្នុងគ្រួសារក្រីក្របំផុតអង្គការបានទទួលយកកុមារនិងយុវជនក្រីក្រចាប់តាំងពីអាយុ6ឆ្នាំដល់18ឆ្នាំដោយបានផ្ដល់ការអប់រំចាប់ពីថ្នាក់មត្តេយ្យដល់ថ្នាក់ទី6ឲ្យសិក្សានៅក្នុងអង្គការដោយឡែកសម្រាប់សិស្សក្រីក្រចាប់ពីថ្នាក់ទី7ដល់ថ្នាក់ទី12អង្គការបញ្ជូនឲ្យសិក្សានៅសាលារដ្ឋនិងឧបត្ថម្ភអាហារប្រចាំថ្ងៃ3ពេលសម្ភារៈសិក្សានិងកង់សម្រាប់ជាមធ្យោបាយធ្វើដំណើរបន្ថែមពីលើនេះអង្គការបានផ្ដល់ជាវគ្គបណ្ដុះបណ្ដាលនៅជំនាញដល់ប្អូនកុមារផងដែរដូចជាជំនាញភាសាអង់គ្លេស កុំព្យូទ័រ សំអាង ដាំស្ល របាំ គូគំនូរនិងការសម្ផស្សជាដើមបច្ចុប្បន្នអង្គការមានសាខាចំនួន3ក្នុងរាជធានីភ្នំពេញក្នុងនោះទីតាំងទី1នៅសង្កាត់ស្ទឹងមានជ័យទីតាំងទី2ស្ថិតនៅបុរីសន្តិភាព2និងទីតាំងទី3នៅបុរីកីឡាអាគារអាបច្ចុប្បន្នអង្គការមានសិស្សកំពុងសិក្សាសរុបចំនួន1313នាក់ក្នុងនោះមានសិស្សស្រីចំនួន549នាក់និងមានបុគ្គលិកបម្រើការងារចំនួន64នាក់
ជាមួយនឹងក្តីរីករាយដែលមានឱកាសបានដឹកនាំគណៈប្រតិភូជាភរិយាឥស្រាជនយើងមកសួរសុខទុក្ខក្មួយៗកុមារកំព្រានិងសិស្សក្រីក្រដែលស្នាក់នៅក្នុងមណ្ឌលទាំង3របស់អង្គការលើកស្ទួយប្រជាពលរដ្ឋជាលើកដំបូងនេះសម្ដេចគតិព្រឹទ្ធបណ្ឌិតប៊ុននីហ៊ុនសែនមានប្រសាសន៍ពំនាំនឹងការផ្ដាំផ្ញើសួរសុខទុក្ខនិងក្តីនឹករលឹកពីសំណាក់សម្ដេចប្រមុខថ្នាក់ដឹកនាំព្រឹទ្ធសភារដ្ឋសភានិងរាជរដ្ឋាភិបាលជូនចំពោះក្មួយៗកុមារកំព្រានិងសិស្សក្រីក្រទាំងអស់ដែលមានវត្តមាននៅទីនេះព្រមទាំងបានថ្លែងនូវការកោតសរសើរនិងវិនតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់អ្នកគ្រប់គ្រងនិងបុគ្គលិកទាំងអស់នៃអង្គការលើកស្ទួយប្រជាពលរដ្ឋជាពិសេសលោកស្រីនួនភីមៀនជាស្ថាបនិកនៃអង្គការនេះដែលបានបង្កើតនិងស្វាស្វែងរកមូលធនសម្រាប់ទ្រទ្រង់សកម្មភាពរបស់ខ្លួនប្រកបដោយមនសិការមនុស្សធម៌សម្ដេចគតិព្រឹទ្ធបណ្ឌិតប៊ុននីហ៊ុនសែនបានបញ្ជាក់ថាការខិតខំប្រឹងប្រែងនិងលះបង់របស់លោកស្រីគឺមានតម្លៃធំធេងណាស់សម្រាប់ប្រជាពលរដ្ឋកម្ពុជាជាពិសេសសម្រាប់ក្មួយៗកុមារកំព្រានិងក្រីក្រនៅក្នុងមណ្ឌលនេះហើយសកម្មភាពនេះក៏ជាវិភាគទានដ៏មានសារៈសំខាន់ផងដែរក្នុងការចូលរួមចំណែកកាត់បន្ថយភាពក្រីក្រជាមួយរាជរដ្ឋាភិបាលកម្ពុជាសម្ដេចគតិព្រឹទ្ធបណ្ឌិតប្រធានគណៈកម្មការក្រហមកម្ពុជាមានប្រសាសន៍បញ្ជាក់ទៀតថាក្មួយៗដែលបានមករស់នៅក្រោមដំបូលនៃអង្គការនេះគឺត្រូវតែមានក្តីសង្ឃឹមព្រោះថាក្មួយៗទទួលបាននូវភាពកក់ក្ដៅនិងការយកចិត្តទុកដាក់ទាំងផ្លូវចិត្តផ្លូវកាយពីសំណាក់អ្នកគ្រប់គ្រងនិងបុគ្គលិកទាំងអស់នៃអង្គការជាពិសេសគឺគណៈកម្មការក្រហមកម្ពុជាក៏ដូចជារាជរដ្ឋាភិបាលកម្ពុជាមិនទុកឲ្យក្មួយៗទាំងអស់រស់នៅឯកោនោះទេពលគឺតែងតែផ្សារភ្ជាប់នៅសុខទុក្ខជាមួយក្មួយៗជានិច្ចដើម្បីឆ្លើយតបទៅនឹងគុណបំណាច់របស់លោកស្រីប្រធានអង្គការដែលបានស្វាស្វែងរកមូលធនសម្រាប់ឧបត្ថម្ភទាំងជីវភាពរស់នៅនិងការសិក្សារបស់ក្មួយៗនោះសម្ដេចគតិព្រឹទ្ធបណ្ឌិតប្រធានគណៈកម្មការក្រហមកម្ពុជាបានក្រើនរំលឹកដល់ក្មួយៗទាំងអស់ត្រូវយកចិត្តទុកដាក់ក្នុងការសិក្សាដើម្បីយកចំណេះដឹងសម្រាប់កសាងអនាគតផ្ទាល់ខ្លួននិងរួមចំណែកអភិវឌ្ឍប្រទេសជាតិព្រោះថាសង្គមជាតិមួយអាចរីកចម្រើនទៅបានគឺដោយសារតែមានធនធានមនុស្សប្រកបដោយគុណភាពនិងសមត្ថភាពដូចនេះក្មួយៗនេះហើយដែលជាទំពាំងស្នងឫស្សីសម្រាប់អនាគតប្រទេសជាតិជាមួយគ្នានេះដែរសម្ដេចគតិព្រឹទ្ធបណ្ឌិតបានអំពាវនាវដល់សប្បុរសជនដែលបានជួយឧបត្ថម្ភកន្លងមកសូមបន្តជួយថែមទៀតដល់អង្គការលើកស្ទួយប្រជាពលរដ្ឋដើម្បីឲ្យអង្គការនេះមានលទ្ធភាពជួយដល់ក្មួយៗកុមារកំព្រានិងសិស្សក្រីក្របានរស់នៅសមរម្យនិងរៀនសូត្របានចប់ចុងចប់ដើមជាពិសេសយើងជាខ្មែរត្រូវតែជួយដល់ខ្មែរដូចគ្នានិងកូនខ្មែរគ្រប់រូបឲ្យមានអនាគតល្អនៅក្នុងឱកាសដ៏ថ្លៃថ្លានេះសម្ដេចគតិព្រឹទ្ធបណ្ឌិតប៊ុននីហ៊ុនសែនប្រធានគណៈកម្មការក្រហមកម្ពុជាបាននាំយកអំណោយមនុស្សធម៌សម្រាប់ជូនដល់អង្គការលើកស្ទួយប្រជាពលរដ្ឋក្នុងនោះសម្រាប់មណ្ឌលស្ទឹងមានជ័យឧបត្ថម្ភជាអង្ករ2តោនមីយើង80កេសត្រីខ5កេសធំសៀងផ្អែម100គីឡូក្រាមឆៃពៅផ្អែម100គីឡូក្រាមទឹកក្រូច50កេសទឹកសុទ្ធ100កេសនិងថវិកា5លានរៀលឧបត្ថម្ភដល់មណ្ឌលបូរីកេឡាមានអង្ករ1តោនមីយើង40កេសត្រីខ2កេសធំទឹកក្រូច25កេសទឹកបរិសុទ្ធ25កេសសៀងផ្អែម50គីឡូក្រាមឆៃពៅផ្អែម50គីឡូក្រាមនិងថវិកា3លានរៀលឧបត្ថម្ភដល់មណ្ឌលពោធិ៍សែនជ័យមានអង្ករ1តោនមីយើង40កេសត្រីខ2កេសធំទឹកក្រូច25កេសទឹកបរិសុទ្ធ25កេសសៀងផ្អែម50គីឡូក្រាមឆៃពៅផ្អែម50គីឡូក្រាមនិងថវិកា3លានរៀលឧបត្ថម្ភជូនដល់លោកគ្រូអ្នកគ្រូបុគ្គលិកចំនួន60នាក់ក្នុងម្នាក់ទទួលបានសរង1ក្រមា1ភួយ1មុង1និងថវិកា20ម៉ឺនរៀលជូនដល់ក្មួយៗកុមារកំព្រានិងសិស្សក្រីក្រចំនួន1313នាក់ក្នុងម្នាក់សរង1ក្រមា1ភួយ1មុង1និងថវិកា50000រៀលព្រមទាំងបន្ថែមសៀវភៅ2ក្បាលប៊ិច1ដើមនិងថវិកា5000រៀលទៀតដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងសម្ដេចគតិព្រឹទ្ធបណ្ឌិតប៊ុននីហ៊ុនសែនទន្ទឹមនេះដែរដើម្បីឆ្លើយតបទៅនឹងសំណើរបស់លោកស្រីប្រធានអង្គការសម្ដេចគតិព្រឹទ្ធបណ្ឌិតប្រធានគណៈកម្មការក្រហមកម្ពុជាបានសម្រេចផ្តល់ថវិកាចំនួន$50,000អាមេរិកជូនដល់អង្គការនេះដើម្បីរួមចំណែកក្នុងការសាងសង់អគារថ្មីមួយខ្នងទៀតដែលមានកម្ពស់4ជាន់នៅក្នុងមណ្ឌលអង្គការលើកស្ទួយប្រជាពលរដ្ឋសាខាស្ទឹងមានជ័យនេះ
ដោយឡែកចំពោះសំណើសុំរថយន្ត mini bus 2 គ្រឿងសម្រាប់ជាមធ្យោបាយដឹកជញ្ជូនក្មួយកុមារនៅមណ្ឌលបុរីសន្តិភាព2ដែលមានទីតាំងឆ្ងាយពីសាលារៀននោះតាមរយៈការអំពាវនាវភ្លាមៗរបស់សម្ដេចគតិព្រឹទ្ធបណ្ឌិតប្រធានមានសប្បុរសជនបានបរិច្ចាគថវិកាផ្ទាល់ខ្លួនជាបន្តបន្ទាប់ក្នុងនោះអាចឧត្តមប៉ាសុជាតិវង្សនិងលោកជំទាវបានជួយឧបត្ថម្ភជារថយន្ត1 គ្រឿងស្មើនឹងថវិកា$25,000អាមេរិកដោយឡែកលោកជំទាវជាងសុភាពអនុប្រធានកាកបាទក្រហមកម្ពុជាឧបត្ថម្ភថវិកា$10,000អាមេរិកលោកជំទាវអង្គញាវិញហួរ$5,000អាមេរិកលោកជំទាវជាខេងសុយសែម$5,000អាមេរិកលោកជំទាវអង្គញាស៊ីកុងត្រៀវថវិកា$5,000អាមេរិកលោកជំទាវអង្គញាអឹងស៊ីស្រូនថវិកា$1,000អាមេរិកលោកជំទាវទេពរាំងស៊ីខៀវកញ្ញរិទ្ធ$500អាមេរិកលោកជំទាវអុកម៉ាលី$500អាមេរិកនិងលោកជំទាវកើតជុតិមា$500អាមេរិកសរុបចំនួន$27,500អាមេរិកដែលថវិកានេះសម្រាប់ទិញរថយន្ត1 គ្រឿងទៀតជូនតាមសំណើរបស់អង្គការសម្រាប់ជាមធ្យោបាយដឹកជញ្ជូនកុមារទៅកាន់សាលារៀនជាមួយនឹងការអញ្ជើញទស្សនាសកម្មភាពបណ្ដុះបណ្ដាលវិជ្ជាជីវៈនិងសមិទ្ធផលដែលជាស្នាដៃរបស់ក្មួយៗក្នុងអង្គការផលិតបានសម្រាប់លក់ជូនដល់ភ្ញៀវដែលមកទស្សនាក្នុងមណ្ឌលនៃអង្គការលើកស្ទួយប្រជាពលរដ្ឋដើម្បីរកកម្រៃផ្គត់ផ្គង់ក្នុងអង្គការនោះស្ថិតក្នុងបរិយាកាសពោពេញទៅដោយមនោសញ្ចេតនាអាណិតស្រឡាញ់ដ៏ជ្រាលជ្រៅចំពោះក្មួយកុមារកំព្រានិងសិស្សក្រីក្ររស់នៅក្នុងមណ្ឌលទាំង3សម្ដេចគតិព្រឹទ្ធបណ្ឌិតប៊ុននីហ៊ុនសែនប្រធានកាកបាទក្រហមកម្ពុជាបានរៀបចំជាម្ហូបអាហារចំនួន143តុជូនដល់ក្មួយៗទទួលទានផងដែរកាយវិការប្រកបដោយទឹកចិត្តមនុស្សធម៌និងពោពេញទៅដោយក្តីករុណារបស់សម្ដេចគតិព្រឹទ្ធបណ្ឌិតក្នុងពេលនេះបានបញ្ជាក់យ៉ាងច្បាស់ថាសម្ដេចមិនត្រឹមតែជាមេដានិងជាជីដូនដ៏ល្អសម្រាប់បុត្រធីតានិងចៅផ្ទាល់ប៉ុណ្ណោះទេតែសម្ដេចក៏ជាមេដានិងជីដូនដ៏ល្អបំផុតសម្រាប់ក្មួយកុមារកំព្រាគ្រប់រូបរាប់ទាំងកុមារពិការភ្នែកនិងកូនថ្លង់ជាពិសេសនោះគឺកុមារកំព្រាដែលឪពុកម្ដាយស្លាប់ចោលដោយសារមេរោគអេដសជាដើមគឺសុទ្ធតែទទួលបាននៅការថ្នាក់ថ្នមផ្ដល់នៅភាពកក់ក្ដៅជាទីបំផុតពីសំណាក់សម្ដេចគតិព្រឹទ្ធបណ្ឌិតប្រធានកាកបាទក្រហមកម្ពុជាដែលប្រៀបដូចជាមេដានិងជីដូនគំរូមួយរូបដែលតែងតែផ្ដល់នៅក្តីសង្ឃឹមនិងព្រហ្មវិហារធម៌ទាំង4គឺក្តីមេត្តាករុណាមុទិតានិងឧបេក្ខាសម្រាប់បុត្រធីតានិងចៅគ្រប់រូបសកម្មភាពដ៏រស់រវើកនេះក៏បានបង្ហាញពីទឹកចិត្តពោពេញដោយបេះដូងមនុស្សធម៌ដែលតែងតែផ្ដល់នូវការលើកទឹកចិត្តចំពោះអ្នករងគ្រោះគ្រប់ប្រភេទដោយពុំមានការរើសអើងប្រកាន់ឋានៈពណ៌សម្បុរអ្វីឡើយពលគឺគ្រប់ប្រជាពលរដ្ឋរងគ្រោះទាំងអស់សុទ្ធតែទទួលបាននូវការអាណិតស្រឡាញ់និងលើកទឹកចិត្តពីសំណាក់សម្ដេចគតិព្រឹទ្ធបណ្ឌិតគ្រប់គ្នាហើយតាមរយៈបេះដូងមនុស្សធម៌នេះសម្ដេចគតិព្រឹទ្ធបណ្ឌិតបានទទួលនៅជោគជ័យក្នុងការកសាងបាននៅកម្លាំងមនុស្សធម៌បន្ថែមទៀតពីសំណាក់លោកជំទាវលោកអញ្ញាអស់លោកស្រីជាភរិយាឥស្សរជនថ្នាក់ដឹកនាំនិងសប្បុរសជនគ្រប់មជ្ឈដ្ឋានដើម្បីគាំទ្រចំពោះសកម្មភាពមនុស្សធម៌ជួយដល់កាកបាទក្រហមកម្ពុជាក្នុងន័យលើកស្ទួយវិស័យមនុស្សធម៌នៅកម្ពុជាឲ្យមាននិរន្តរភាពយូរអង្វែងជាងនេះទៅទៀតសកម្មភាពរបស់សម្ដេចគតិព្រឹទ្ធបណ្ឌិតក្នុងឱកាសនេះក៏បានបង្ហាញឲ្យឃើញនៅស្មារតីរួមចំណែកយ៉ាងឃ្លាវខ្លាពីសំណាក់សប្បុរសជនដែលមានលោកជំទាវឯកឧត្តមគណៈប្រតិភូអមដំណើរទាំងអស់ដែលបានឆ្លៀតពេលវេលានិងបរិច្ចាគនៅថវិកានិងសម្ភារៈជួយដល់ក្មួយកុមារកំព្រានិងសិស្សក្រីក្រទាំងអស់ហើយបានបញ្ជាក់យ៉ាងច្បាស់ថាថ្មីត្បិតតែក្មួយកំព្រាឪពុកម្ដាយនិងក្រីក្រក៏ពិតមែនតែក្មួយមិនឯកោនោះទេព្រោះក្មួយពិតជាទទួលបាននៅភាពកក់ក្ដៅនិងមានការទទួលស្គាល់ពីសំណាក់ថ្នាក់ដឹកនាំជាតិទាំងមូលដោយកុមារដទៃទៀតក្នុងសង្គមដែរ
ផ្ទះបាទរួចចាប់សពគ្រប់ហើយយើងបាយគ្នាត្រឹមហ្នឹងដើម្បីឲ្យអ្នកពួយតែដល់ពួយក្នុងតុកមួយដែលបាទទៅនេះបាទតែតែតែប្រសិទ្ធភាពដល់អត់មួយអរគុណប្រហែលអ្នកមានបាទទៅបានកុំសបហើយនេះកន្លងហើយគុំលើកអត់កំតែចាជំរាបសួរសូមថ្លែងអំណរគុណដល់សម្ដេចគតិប្រដ្ឋបណ្ឌិតដែលបានគាត់បានអញ្ជើញមកសួរសុខទុក្ខដល់កុមារនៅអង្គការលើកស្ទួយប្រជាពលរដ្ឋយើងខ្ញុំនៅតំបន់ស្ទឹងមន្ជ័យនេះចាសូមអរគុណជាពិសេសសម្ដេចដែលបានជួយដល់អាគារដែលខ្វះខាតយើងខ្ញុំនឹងសង់នៅឆ្នាំក្រោយនេះចំនួន 50,000 ហើយដែលបានជួយដល់រថយន្ត 2 គ្រឿងផងដែរចាអង្គការលើកស្ទួយប្រជាពលរដ្ឋគឺថាយើងជួយក្មេងមិនមែនគ្រាន់តែឲ្យមករៀនទេគឺយើងជួយស្អីក៏ព្រីទាំងអស់សំបីតសម្ភារៈសិក្សាឲ្យមានបាយញ៉ាំហើយចំពោះក្មេងកំព្រាឲ្យគេនៅទីនេះទៀតហើយអញ្ចឹងសប្តាហ៍ថ្ងៃនេះគឺអង្គការក៏មានការខ្វះខាតច្រើនចំពោះនាងខ្ញុំគឺប្រឹងប្រែងណាដើរសុំលុយនៅខាងក្រៅប្រទេសធ្វើឲ្យការអំពាវនាវហ្នឹងគឺគ្រប់កន្លែងតែដោយសារសំណាងល្អគឺនាងខ្ញុំបានទទួលពានរង្វាន់វីរនារី CNN Hero នៅប្រទេសអាមេរិកហ្នឹងគឺបានលើពិភពលោកគេទទួលស្គាល់អញ្ចឹងនៅក្រៅប្រទេសគេស្គាល់នាងខ្ញុំច្រើនឲ្យតែនាងខ្ញុំទៅគឺគេជឿជាក់លើយើងអ្វីដែលយើងបានធ្វើចាហើយអញ្ចឹងគឺក្នុងខាងសប្តាហ៍ថ្ងៃឥឡូវយើងបានរីរដ្ឋាភិបាលគាត់បានជួយគាំទ្រគឺកាត់បន្ថយដោយសារសំខាន់នេះដូចជារថយន្តដែលខ្ញុំមានការដឹកជញ្ជូនហ្នឹងយើងដូនណឺក៏អត់ឲ្យទិញឡានអត់មានហ្វាន់សម្រាប់លុយទិញឡានអញ្ចឹងគឺជាតែប្រឹងដោយខ្លួនឯងមានតែឡានត្រង់ទួយដឹកមានតុកពីរហ្នឹងដឹកពីក្មេងនៅទួលសបោឆ្ងាយហើយដល់អញ្ចឹងទៅក្មេងពីមុនគឺធ្លាប់រៀនយើងដល់ពេលការគាត់នៅបរិយាកាណាគាត់ឥឡូវគាត់ទៅនៅទួលសបោដោយសារក្រុមគ្រួសារកើតអេតអញ្ចឹងយើងត្រូវប្រើរថយន្តទៅដឹកគាត់អញ្ចឹងឥឡូវបានខាងគាត់ជួយរថយន្តគឺជួយច្រើនមែនតើព្រោះយើងបានរថយន្តដឹកជញ្ជូនរាល់ថ្ងៃមិនជិះតុកហើយអាឡាមត្រង់យើងមិនភ័យគ្រោះថ្នាក់ដោយសារឡានត្រង់ហ្នឹងក្មេងបជ្រឿតគ្នាជិះយើងថាដាក់តែ20នាក់ឯងឡានត្រង់ហ្នឹងមិនសមដាក់ដល់ប៉ុណ្ណឹងជិះដល់30នាក់អីចាហើយអាគារនេះគឺខ្ញុំប្រឹងដើររៃលុយនៅគ្រប់ប្រទេសគឺបានចិត្តគ្រប់ហើយអញ្ចឹងយើងនៅខ្វះតែមួយជាន់ទៀតទេគឺនឹងសង់ក្នុងខែ1ឆ្នាំក្រោយនេះចាគឺថាសម្ដែងសេចក្តីត្រេកអរខ្លាំងណាស់ដែលខាងរាជរដ្ឋាភិបាលហើយឃើញខ្ញុំដែលប្រឹងចូលរួមចំណែកជួយប្រជាជនដើម្បីកាត់បន្ថយភាពក្រីក្រនឹងជាពិសេសក្មេងទាំងអស់នេះពីមុនមកគឺគាត់រស់សម្រាមទាំងអស់គ្នាក្មេងតាមចាំខ្នងគឺខ្ញុំចង់បំបត្តិការរើសសម្រាមហ្នឹងអញ្ចឹងដែលខ្ញុំបង្កើតសាលាហ្នឹងចង់ឲ្យមានតម្លៃវិជ្ជាបានចេះដឹងហើយមានការងារធ្វើជួយក្នុងសង្គមតទៅទៀតចា៎